ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះសុផាតបារម្ភលក្ខមកពីក្រុម SB3 នឹងបញ្យល់ទៅលើ project game ដែលបង្រៀនដោយលោកគ្រូហេងសុវណ្ណរិទ្ធមុខវិជ្ជា Python អញ្ចឹងជាដំបូងខ្ញុំសូមធ្វើការបង្ហាញទៅលើ storyboard នៃ game របស់ខ្ញុំដែលមានឈ្មោះថា Space Invaders ហើយ game ហ្នឹងជាប្រភេទ game retro ជា space shooter និង graphic ជា pixel នេះជា storyboard របស់យើងដែលមានជាដំបូង unknown visitor ដែលតួអង្គរបស់យើងបាន patrolling នៅក្នុង space តបមកវា detect ទៅឃើញយានចម្លែកដែលយានហ្នឹងជាយាន alien ហើយតមក first encounter នៅពេលដែលយានចម្លែកហ្នឹងហោះទៅក៏មានយានផ្សេងទៀតមក attack ដោយអត់មាន warning តមកយើងក៏បានបាញ់ទៅលើយានហ្នឹងវិញដើម្បីរស់រានហើយជាការប្រយុទ្ធរបស់យើងជាលើកដំបូងតមកស្រាប់តែមានយានច្រើនទៀតមកឈ្លានពាន space ដែលយើងគ្រប់គ្រងហើយតមក enemy formation ដែលពួក invader ហ្នឹងយើងត្រូវបានយើងកំទេចតមកយើងបាញ់វាច្រើនដងដល់ពីច្រើនដងមកវាក៏មកគ្នាកាន់តែច្រើនហើយ deep space battle នៅពេលដែលយើងវាយកាន់តែជ្រៅទៅនៅក្នុង space យើងបានដេញវាតមកក៏មានពួកខ្លាំងមកជួយពួកវាហើយ finally ពួក main alien ហ្នឹង free appear ហើយក៏កើតមាន massive battle ដែលយើងត្រូវកម្ចាត់ពួកវាដែលមានចំនួនច្រើនតមក enemy commander ដែល commander វាយើងបាន face ដែលវា leading ការឈ្លានពានហ្នឹងវាមានគ្នាច្រើនតមកចុងក្រោយយើងបានកម្ចាត់ពួកវាហើយយើងទទួលបានជោគជ័យចឹងតបពីការបង្ហាញ storyboard យើងមកមើលជាមួយនឹង file game របស់យើងហើយមានកូដហើយនេះជា project structure ដែល project យើងមាន audio font graphic និង file game ចឹងជាដំបូងនៅក្នុង file alien.py នេះគឺជា sprite laser obstacle និង player គឺជា sprite ហើយនៅក្នុង file alien យើង import pygame ដែល pygame នឹងជា library របស់ Python ដែលសម្រាប់បង្កើត game ជា 2D យើងអាចគូររូបភាពបង្កើត sprite ហើយនឹងទទួលយក input ពី keyboard តមក from path lib import path គឺជាការគ្រប់គ្រងទៅលើ file path ដែល code របស់យើងអាចដំណើរការទៅទាំង Windows Linux និង Mac ហើយ base directory ជាការកំណត់ទីតាំង folder ដែល base directory នឹងស្មើនឹង project របស់យើងតមកយើងមាន function load image ដែល function load image នឹងវាមាន parameter path size ស្មើនឹងជា resize ហើយ for backcolor ហើយនេះជា code color RGB ដែលមានពណ៌ប្រផេះហើយ alpha ស្មើ true ហើយ code for back ហ្នឹង for back color ហ្នឹងនៅពេលដែល game របស់យើងរក file រូបភាពរបស់យើងអត់ឃើញអញ្ចឹងវាយក for back color ហ្នឹងយកមកជំនួស
ហើយនេះប្រសិនបើ instant យើងនឹង convert path ទៅជា string តមក image ស្មើនឹង pygame image load ចេញពី path ហើយប្រសិនបើ size សិនបើ size នេះ image ស្មើនឹង pygame.transform.scale ហើយ image size ហើយបើ size របស់យើងស្មើនឹង dimension ណាមួយនោះរូបភាពរបស់យើងនឹងតាមនឹងបដូរទំហំតាមនឹងតមក return image ហើយ convert alpha ហើយបើសិនបើ alpha image នឹង convert else image នឹង convert នេះ exception surface ស្មើ game surface ហើយ size នេះ dimension width 48 height 36នេះ field បានន័យថាបើ game របស់យើងអត់ឃើញ file រូបភាពវានឹង field ទៅលើ fallback color នេះជាពណ៌ប្រផេះហើយ return surface តមកយើងមាន class alien class alien ហ្នឹងយើងបង្កើតវាជា sprite ហើយតមក function init នេះ constructor មាន color position x ហើយ y តមកហៅ constructor file path ស្មើនឹង base directory មក graphic ហើយ color.png យើងមាន green red yellow ហើយមកហៅ constructor image load image ចេញពី file path ហើយ rectangle ស្មើនឹង image .get rectangle top left x ហើយ y តមកបើសិនបើ color ស្មើ red វានឹង value វាស្មើ100នេះជា point ដែលយើងបាញ់វាទៅវាយើងទទួលបាន point 100ហើយបើ green យើងបាញ់វាបាន point 200ហើយនេះ else គឺពណ៌ក្រហមពណ៌ក្រហមបាន100ពណ៌ green បាន200 else បានន័យថាពណ៌លឿងអញ្ចឹងបានពី300ហើយជាមួយនឹង update constructor update មាន direction rectangle x បូកជាមួយ rectangle x បូកជាមួយនឹង direction ស្មើជាមួយខ្លួនឯងបូកជាមួយនឹង direction ហើយ class extra កើតជា sprite ដូចគ្នាមក define init constructor នេះមាន size screen width តមកហៅ constructor main ហើយ image ស្មើនឹង load image base directory ហើយ extra នេះគឺជា extra ហើយបើសិនបើបាត់ជាមួយនឹងfile រូបភាពហ្នឹងក៏មាន fallback color ដូចគ្នាអានេះ code color RGB តាមតែខ្ញុំចាំcode នេះ red green 255អាហ្នឹងជាពណ៌លឿងហើយបើសិនបើ size ស្មើជាមួយនឹងការស្ដាំ x នេះស្មើនឹង screen width បូកជាមួយនឹង50ហើយ speed ដក3ដល់មក else x ស្មើនឹងដក50 speed ស្មើនឹង3បានន័យថាខាងឆ្វេងហើយ
rectangle នេះស្មើជាមួយនឹង image.carry rectangle top left ស្មើនឹង x ជាមួយនឹងy 80ហើយនេះ update ទៅលើខ្លួនឯងបើសិនបើយើងអត់ update ទេsprite របស់យើងgame របស់យើងនឹងអត់មានការប្រែប្រួលវានៅដដែលតមក file laser ដែលយើង import file game ហើយ laser នឹងបង្កើតវាជា sprite ដូចគ្នាហើយ constructor position speed screen height អានេះហៅ constructor main image ស្មើនឹង file game.surface 20នេះជាការគូដែលយក width 4ហើយ height 20ហើយយើង fill វាឧទាហរណ៍យើងគូរូបដែលមាន width 4ហើយ height 20បន្ទាប់មកយើង fill នៅក្នុងហ្នឹងពណ៌អសតមកនេះយើងឲ្យ center ស្មើជាមួយនឹង position បានន័យថាវាបាញ់ចេញពីកណ្ដាលនៃ position ហើយ speed ស្មើ speed height y constraint ស្មើជាមួយនឹង screen height តមក function destroy យើងឲ្យ rectangle y បើសិនបើ rectangle y តូចជាងស្មើដល់50ឬក៏ rectangle y ហ្នឹងធំជាងគឺក៏ស្មើ height y constraint បូក50វានឹង kill បានន័យថាបើវាហួសព្រំដែននៃ screen របស់យើងវានឹងលុបខ្លួនឯងចេញដើម្បីកុំឲ្យវា see memory ហើយតមក update គឺ update ទៅលើខ្លួនឯងនេះហើយនេះ destroy យើងហៅ destroy មកប្រើដើម្បី update មកចូលដល់ obstacle ដែលយើងបង្កើត shape មួយដែលមានរាងបែបនេះហើយយើងបង្កើតវាជា shield ហើយយើង import file game មាន class block ហើយយើងបង្កើតវាជា sprite ដូចគ្នាយើងមាន constructor ដែលមាន size color x ហើយ y ហើយបន្ទាប់មកហៅ constructor main យើងគូជា image ដែលមាន size ហើយបន្ទាប់មក fill ជាមួយនឹង color បន្ទាប់មក rectangle ស្មើជាមួយនឹង image get rectangle top left x ហើយ y ហើយ surface size ជាមួយនឹង size នេះយើងបានន័យថាយើងបង្កើតវាជាការ៉េរូបរាង shape ជាការ៉េមួយដែល fill color តមកចូលដល់ file player ម្ដងយើង import file game path div ដើម្បីស្វែងរក path តមកយើងហៅ laser មកប្រើដូចគ្នាហើយ from laser នេះយើង import ជាមួយនឹង class laser base directory load image path size design for back color បើសិនបើបាត់វានឹង load for back color នេះហើយបើសិនបើ instead យើង convert path ជា string ដូចគ្នាហើយបន្តមក try image ស្មើនឹង
pygame.image ឲ្យ load ចេញពី path នេះបើសិនបើ size image របស់យើងស្មើជាមួយនឹង pygame.transform.scale parameter image size យើងនឹង return image ដែល return image convert alpha ហើយបើសិនបើ alpha ហ្នឹងយើងនឹង convert alpha បើសិនបើ alpha ហើយ else image.convert ទៅមក exception យើង surface ស្មើនឹងpygame.surface size ឬក៏64គុណនឹង64ហើយបើសិនបើបាត់វានឹង fill ជាមួយនឹង fallback color ទៅមក return surface តមក load sound ចេញពី path សិនបើ instant convert path ទៅជា string នេះមាន mixer.sound ចេញពី path ហើយ exception return none តមក class player បង្កើត player យើងជា sprite មាន constructor ដូចជា position constraint speed laser cooldown យើងស្មើនឹង 1000 millisecond ដែលបាញ់ចេញ 1000 millisecond ម្ដងហើយហៅ constructor main image នេះ load រូបភាពចេញពី base directory នេះបើសិនបើបាត់ file រូបភាពវានឹងបង្ហាញ fallback color ទៅមក rectangle ស្មើជាមួយនឹង image.rectangle ឲ្យ mid bottom យើងស្មើជាមួយនឹង position តមក speed ស្មើនឹង speed ហើយនេះ max x constraint ស្មើជាមួយនឹង constraint ហើយ radius ស្មើ true ហើយឲ្យ laser time ស្មើ0តមក laser cooldown ស្មើជាមួយនឹង laser cooldown នេះហើយ laser ស្មើនឹង pygame.sprite ហើយមានគ្រប់ហើយតមកមានជាមួយនឹង sound របស់ laser ដែលហើយចេញពី base directory ហើយនេះ get input មាន key get press ចេញពី keyboard របស់យើងបើសិនបើ key ហ្នឹងស្មើនឹង key right arrow key right ហើយ elif គឺ key left arrow key left ដកនឹងស្មើ speed position x បានន័យថាឆ្វេងស្ដាំបើ y លើក្រោមតែបើយើងមានតែ x position x ទៅមក key space នេះសម្រាប់ ready ហើយ key space ហ្នឹងក៏សម្រាប់ shoot laser ដែរនេះជា function shoot laser នៅពេលដែលយើងចុច space key វានឹងបាញ់ហើយ ready ស្មើ false laser time ស្មើនឹង pygame time.get នេះ laser sound ណា play ទៅលើ laser sound ទៅមកវាក៏មាន recharge ដូចគ្នាហើយបើមិនមែន ready current time ស្មើនឹង pygame time ហើយបើសិនមក current time ដកជាមួយនឹង laser time ទៅធំជាងឬក៏មកទៅលើ laser cooldown វានឹង ready នឹងស្មើ true ទៅមក constraint rectangle left ទៅជាងឬស្មើ0 rectangle left វាយើងបើសិនមក rectangle left ហ្នឹងទៅជាងឬស្មើ0យើងឲ្យ left ហ្នឹងស្មើ0ហើយបើ right ហ្នឹងស្មើជាមួយនឹង max x constraint យើងឲ្យវាស្មើតមកអានេះ function shoot laser យើងយក laser add rectangle center នេះ class laser ហើយនេះដក8
ហើយ rectangle បឋមហើយតមក laser នេះសលេងរបស់ laser ហើយតមក update ទាំងមូលហ្មងតមកចូលដល់ file main ដែលជា file game ទាំងមូលហ្មងដែលយើងហៅ sprite របស់យើងមកប្រើយើង import pygame sys នេះ path នេះយើង import class player ចេញពី file player តមកយើង import obstacle ដូចគ្នាតមក import class alien និង class extra ចេញពី alien file alien តមកយើងក៏ import នៅក្នុង random ក៏យើង import ជាមួយនឹង choice gradient ហើយយើងក៏ import class laser ចេញពី file laser នេះ base directory តមក function load image constructor មាន path ដូចគ្នា size និង fallback color ហើយយើង convert string ទៅជា path convert path ទៅជា string ហើយ try និង exception នេះបើសិនបើបាត់ file ណាមួយយើងយក fallback color field នេះមកជំនួសតមក function load sound ចេញពី path មាន try និង exception ដូចគ្នានេះ level config ដែលលេខនេះជា role លេខមាន row column within speed multiply laser interval millisecond នេះ extra score bonus និងចំនួន obstacle អានេះ level configuration អញ្ចឹងអានេះជាចំនួន row ដែលមាន3 row អានេះជាចំនួន column ដែលមាន6 column ហើយនេះ level 1យើងឲ្យ3 row 6 column ហើយ speed វា1តបមក laser បាញ់ចំនួន900 millisecond ម្ដងហើយ score bonus 500ហើយ obstacle 4ដែល obstacle ហ្នឹងយើងប្រើវាជា shield ដែលយើងអាចចូលច្រកក្នុងហ្នឹងពេលដែល enemy បាញ់មកយើងអត់ត្រូវយើងអាចប្រើ shield ហ្នឹងរងតមក level 2យើងមាន row 4 column 7 speed 1ដូចគ្នាតមកថយចំនួនបាញ់ដែលវាបាញ់លឿនជាងមុន50 millisecond ហើយ score នៅដដែល extra ហើយបន្ទាប់មក4 obstacle ដូចគ្នាហើយ level 3ក៏ចឹងដែរប៉ុន្តែ extra score 600លើមុន100ហើយ enemy បាញ់មកយើងលឿនជាងមុន50 millisecond ដូចគ្នា speed នៅដដែល8 column enemy យើង4 row ហើយ8 column level 4 5 row ហើយ8 column ដូចគ្នាថយ50 millisecond វាបាញ់លឿនជាងមុនតមក obstacle យើងថយអញ្ចឹងវាកាន់តែរៀងពិបាកជាងមុនហើយ level 5 level 6ខុសតាលឿនជាងមុននិងចំនួន column ហើយ level 7ក៏ដូចគ្នាតែវានឹងថយ obstacle ដែលវាមានចំនួនតែ2ហើយ level 8 level 9ក៏មាន2
តមកលើ10វាបាក់ជាងគេដោយសារវាមានចំនួន6រ៉ូ10កន្លឹមដោយទី8ទី9ដែរប៉ុន្តែវាបាញ់លឿនជាងមុនហើយ obstacle ដែលជា shield របស់យើងនឹងមានតែមួយឯងតមកចូលដល់ class game ហ្មងយើងមាន constructor level នេះ role level config ហើយ level យើងដកមួយហើយ level ស្មើជាមួយនឹង level នេះ speed multiply extra bonus ស្មើជាមួយនឹង extra bonus តមកនេះ player sprite ស្មើជាមួយនឹង player class player screen width ចែកជាមួយនឹង2ហើយ screen height ដែលឲ្យវានឹងនៅចំចំណុចកណ្ដាលនៃ screen game របស់យើង screen width ហើយបាញ់ចំនួនរាល់ 0.5 វិនាទីនេះ speed 5 speed របស់តួអង្គយើងតមក laser cooldown យើង delay តា250 millisecond តមក player ស្មើជាមួយនឹង sprite គ្រប់ single នេះ HUD យើងមានជីវិតត្រឹម3យើងឲ្យជីវិតយើងមាន3ហើយនេះ live surface យើង load ជាមួយនឹង image នៃរូបភាពរបស់តួអង្គយើងតមកអានេះ live x នៃ start position ដែលឲ្យវានៅកណ្ដាលហ្នឹងហើយ screen width តមក live surface ស្មើជាមួយនឹង get size index zone គុណជាមួយនឹង2បូកជាមួយនឹង20នេះហើយឲ្យ score ស្មើ0តមក try font យើង base directory font យើងយកទំហំ20ហើយ small font 14 exception font ហើយ small font តមក obstacle យើងមាន shape ស្មើជាមួយនឹង obstacle shape ហើយ block size ស្មើ6 block ស្មើជាមួយនឹង sprite មក obstacle amount ស្មើជាមួយនឹង5 ហើយ position ស្មើn គុណជាមួយនឹង screen width ដែលចែកជាមួយនឹង5 off ហើយនេះសម្រាប់ n នៅក្នុង range 5 off វានឹង create multiple obstacle គុណជាមួយនឹង position គុណជាមួយនឹង position x start ស្មើជាមួយនឹង screen width ចែកនឹង15ហើយ y start ស្មើនឹង480នេះ alien របស់យើង alien laser នេះ alien setup row ស្មើជាមួយនឹង row កលឹមស្មើជាមួយនឹងកលឹមដែលហើយ alien direction និង speed multiply តមក extra និង extra spawn time របស់យើងស្មើជាមួយនឹង radian អានេះ random x 40 width 40 height 80អានេះ state 1 smart fall ហើយ dead smart fall ហើយ Oyo មាន music load ចេញពី Oyo basic directory ហើយបើសិនបើ music set សលេងរបស់វានឹង 0.2 តមកយើងលេងវាដដែលឲ្យ loop ស្មើដក1បានន័យថា
music game របស់យើងហ្នឹងវានឹងលេងដដែលនៅពេលដែលចប់ហ្នឹងវានឹងលេងម្ដងទៀតហើយ laser នេះសលេងរបស់ laser សលេងរបស់ explosion ហើយនេះ obstacle helper យើងមាន row index column index នេះ per enumerate shape ហើយ enumerate row យើងឲ្យ column ស្មើនឹង x មក x start បូកជាមួយនឹង column index គុណជាមួយនឹង block size បូកជាមួយនឹង offset x ហើយ y start បូកជាមួយនឹង row index គុណជាមួយនឹង block size ហើយ block ស្មើនឹង obstacle block size អានេះ block add block ដែល block ទៅលើកប laser ដែលបាញ់មកយើងហើយតមក create multiple obstacle យើងមាន offset constructor មាន offset x start និង y start ហើយ offset x នៅក្នុង offset វានេះ loop for loop create obstacle x start y start offset start offset x តមក alien helper constructor មាន row column x distance វាស្មើនឹង55 y distance ស្មើជាមួយនឹង44ហើយ x offset ស្មើ50ហើយ y offset ស្មើនឹង90ហើយសម្រាប់ row index នៅក្នុង range របស់ row នេះហើយសម្រាប់ column index នៅក្នុង range របស់ column យើងឲ្យ x ស្មើជាមួយនឹង column index គុណជាមួយនឹង x distance បូកនឹង x offset ហើយ y ស្មើជាមួយនឹង row index គុណជាមួយនឹង y distance របស់បូកនឹង y offset ហើយបើសិនបើ row index ស្មើ0 color វានឹងពុកជាពណ៌លឿងហើយសិនបើ row index តូចជាងឬស្មើ2 color របស់វានឹងជា green អញ្ចឹងវានឹងយករូបភាពនៃ alien ពណ៌ green ហ្នឹងមកដាក់ហើយអានេះ yellow L គឺពណ៌ក្រហមហ្នឹងហើយ alien add តាមរយៈ color x និង y position អានេះ position checker សម្រាប់ alien នៅក្នុង alien sprite បើសិនបើ alien rectangle នឹងស្ដាំធំជាងស្មើឬក៏ស្មើជាមួយនឹង screen width alien direction នឹងដក up ហើយនេះ alien direction alien នឹង move មកក្រោម2ហើយ if alien នឹងមកខាងឆ្វេងទៅជាងឬក៏ស្មើ0 alien direction នឹងស្មើ up alien direction វានឹង move down មក2ដូចគ្នាបានន័យថាប៉ះខាងឆ្វេងវានឹងធ្លាក់ចុះក្រោម2ទៅខាងស្ដាំនឹងធ្លាក់ចុះក្រោម2ហើយ alien move down មាន distance សម្រាប់ alien នៅក្នុង alien sprite នេះវានឹងបូកនឹងស្មើ distance ហើយនេះ alien shoot សិនបើ alien ហ្នឹងrandom ស្មើ random alien ស្មើជាមួយនឹង choice ហើយ alien sprite បានន័យថា laser របស់ alien ហ្នឹងវា random អញ្ចឹងអត់ដឹងថា alien មួយណាវាបាញ់មុនតមកយើងហៅ sound របស់ laser នៅពេលដែលវាបាញ់ហើយ extra alien timer extra spawn time វាដកស្មើ1បានន័យថាដក
extra spawn time នឹងដក1ហើយ extra spawn time តូចជាងស្មើ0 add class extra ចុចវាស្ដាំឆ្វេង skin width ហើយជាមួយនឹង spawn time radian នេះ400 millisecond ទៅ800 millisecond ហើយអានេះ collision ហ្នឹងជាការគូទៅលើ sprite របស់យើងដែលនៅពេលដែល sprite របស់យើងដូចជា player ឬក៏មាន collision ជាមួយនឹង laser ឧទាហរណ៍អា alien ហ្នឹងបាញ់laser មកយើងអញ្ចឹងអា laser ហ្នឹងមាន collision ហើយ player របស់យើងក៏មាន collision ដែរហើយនៅពេលដែលវាប៉ះគ្នាវានឹងបង្កើតជាព្រឹត្តិការណ៍ណាមួយអញ្ចឹងឧទាហរណ៍អាកំភ្លើងហ្នឹងគាត់ laser ហ្នឹងប៉ះយើងឲ្យ player របស់យើងងាប់ហើយតមកចាញ់ហើយនេះ laser kill ឬក៏ block ទៅលើ obstacle នេះ alien hit នៅពេលដែលយើងបាញ់ទៅអា alien ហ្នឹងយើងនឹង kill វាមួយយើងនឹងលុបវាមួយចេញបើយើងបាញ់ទៅប៉ះវាព្រោះវាមាន collision ជាមួយគ្នាហើយតមកក៏មាន explosion sound ដូចគ្នាហើយនេះបាញ់ទៅលើពួក extra វានឹងលុបបើសិនបើយើងបាញ់ចំវាហើយតមក alien laser មាន block ដូចគ្នាហើយអានេះក៏ឡាយ collision ហ្នឹងហើយបើបាញ់ប៉ះយើងវានឹងដកជីវិតយើងម្ដងមួយបើប៉ះយើងអស់នេះ dead យើងនឹងចាញ់សិនមកជីវិតយើងអស់ឬក៏ស្មើ0យើងនឹងចាញ់យើងនឹង dead ខាងនេះ alien touching player reaching bottom បានន័យថាពេលដែលវាប៉ះស្ដាំប៉ះឆ្វេងវាធ្លាក់មកពីហ្នឹងនៅពេលដែលធ្លាក់មកយូរមកប៉ះជាមួយនឹង player របស់យើងហ្នឹងវានឹងងាប់ដូចគ្នាហើយតមកចាញ់តមក HUD hyper មាន display ទៅលើជីវិតដកមួយនេះជា screen split យើងគូហើយ display ទៅលើ score នេះ score របស់យើង F string ហើយបានជាពណ៌សហើយយើងបានជា screen split បានន័យថាយើងគូទៅលើ skin របស់យើងហ្មង skin game របស់យើងហ្មងហើយនេះ display ទៅលើ level ហើយអានេះ victory message នៅពេលដែលយើងលេងឈ្នះអានេះ main run យើងហៅ function របស់យើងមកប្រើមាន player update ទៅលើ player update ទៅលើ alien laser extra អញ្ចឹងយើង update វារហូតបើយើងអត់ update វា game យើងអត់ fry pro បានន័យថា graphic នៅតែដែរនេះ collision check ហើយនេះ screen ពួកយើងបង្ហាញវានៅលើ screen នេះ class CRT នេះការបង្ហាញទៅលើ skin របស់យើង TV អានេះយើងគូឡើងពណ៌ខ្មៅនេះឡើងដូចគ្នាហើយនេះ menu របស់យើងបង្ហាញទៅលើ menu អានេះ font យើងហៅ font ចេញពី base directory មាន exception ដូចគ្នា
តមកយើងមាន star ហើយរូបភាពរបស់ alien នេះ file តមកគូ hamper ហើយ draw scan line ហើយ main menu យើងមានជាមួយនឹង play ឬក៏ quit អានេះ fill color skin ហើយ title អានេះ table ដែលយើងបង្ហាញ item របស់យើងមាន alien នីមួយៗយើងក៏បង្ហាញពីបន្ទុករបស់វាដែលយើងបាញ់វាទៅយើងបានបន្ទុកប៉ុណ្ណឹងហើយវាក៏បង្ហាញពី message របៀបលេង arrow key to move ដូចជាឆ្វេងស្ដាំ space key space សម្រាប់បាញ់នេះបានទៅលើ high score press enter to play ឬក៏ press space to play ក៏បានហើយយើងមាន level intro យើងបានទៅលើចំនួន level របស់វានៅពេលដែលយើងឈ្នះហើយនេះ hint របស់យើងវានឹងប្រែប្រួលរហូតនៅពេលដែល level របស់យើងកាន់តែឡើងខ្ពស់ទៅដូចជា level 10នេះវានឹងបង្ហាញ maximum difficulty ហើយ hint level 11ហើយ9នេះ level complete វានឹង return next ឬក៏ fit ហើយ level clear level complete score ហើយនេះបើសិនបើ level តូចជាង10វានឹង blink តមក center medium វានឹង enter for next level យើងចុច enter ឬក៏ space ដើម្បីទៅកាន់ level បន្តហើយ you win you win ឬក៏ enter ដើម្បី continue ហើយនេះ draw scan line ហើយ clock.tick 60នេះបានន័យថា60 fps បើសិនបើយើងអត់ប្រើវាទេ laptop របស់យើងមាន frame rate ប៉ុណ្ណាវានឹងលឿនទៅតាមនឹងអញ្ចឹងដើម្បីកុំឲ្យវាលឿនខ្លាំងពេកយើងប្រើធំ60ហើយនេះ constructor game over យើង return restart បានន័យថាលេងសារដើមអានេះ event យើងអាច quit key down នេះ key return key space key escape ហើយយើងមាន fill color យើងគូស្ដាហើយនេះ victory skin យើងអាច restart ហើយនេះ60 fps ដូចគ្នាហើយនេះជាការគូ main screen របស់យើងដែល skin របស់យើងនឹងមានទំហំ600 bit ហើយ height វា600បានន័យថាជាការ៉េហើយនេះ display skin width ជាការ display screen របស់ game យើងមកមាន time clock ហើយនេះ menu high score ហើយនេះដើម្បីឲ្យ game យើងដំណើរការកុំឲ្យវាឈប់យើងត្រូវប្រើ while loop នៅពេលដែល true វានឹងបង្ហាញ menu របស់យើងរហូតហើយនេះ current level ធំជាង10នេះបាទនឹង not game that អញ្ចឹងបើសិនបើ total score ធំជាង high score ស្មើជាមួយនឹង high score នឹងស្មើជាមួយនឹង total score
ហើយ all ស្មើនឹង menu victory screen ហើយនេះ total score បង្ហាញពី total score របស់យើងហើយនេះបើសិនបើ all ហ្នឹងស្មើ quit យើងនឹង quit ចេញពី game ឬក៏ exit អញ្ចឹងសម្រាប់ការបញ្ចូលកូដរបស់ខ្ញុំមានតែប៉ុណ្្នឹងអញ្ចឹងយើងទៅមើលការលេង demo ទៅលើ game របស់យើងនេះដល់ពេលដែលយើងងាប់វានឹង load message game over តមកយើងអាចលេងម្ដងទៀតឬអញ្ចឹងសម្រាប់ game របស់ខ្ញុំមានតែប៉ុណ្្នឹងអញ្ចឹងសូមអរគុណលោកគ្រូ